ក្រុមទាហានថៃចំនួន3នាក់បានដឹកនាំក្រុមជិះកង់ចំនួន150នាក់មកតំបន់ប្រាសាទតាមាត់ដោយគ្មានការជូនដំណឹងឧបត្ថម្ភដោយក្រុមហ៊ុន Campaign ថ្នាំពោជាតិស្រស់ស្អាតហើយជាប់បានយូរកងយុទ្ធពលខេមរៈភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025វេលាម៉ោងប្រមាណ 7:30 នាទីព្រឹកដោយមានសកម្មភាពទាហានថៃចំនួន3នាក់បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ150នាក់ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំដែលមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុនសកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឲ្យចូលប្រាសាទពីម៉ោង 9 ព្រឹកនិងបិទនៅម៉ោង 3 រសៀលកិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថាប្រសិនបើមានករណីសុំពន្យាពេលឬការរៀបចំពិសេសណាមួយភាគីទាំងពីរត្រូវតែជូនដំណឹងនិងឯកភាពគ្នាជាមុនដើម្បីធានាបាននូវការសម្របសម្រួលដោយរលូននិងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើងបន្ទាប់ពីប្រទេសឃើញស្ថានភាពខុសប្រក្រតីបែបនេះកងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗប្រកបដោយការទទួលខុសត្រូវយោគយល់និងវិជ្ជាជីវៈខ្ពស់ដោយបានលើកភាគីថៃឲ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយជាលទ្ធផលក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះក៏បានចាក់ចែងពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេកម្ពុជាស្នើឲ្យភាគីថៃប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានម៉ឺងម៉ាត់ប្រកបដោយតម្លាភាពនិងភាពស្មោះត្រង់ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ក្នុងការរក្សាការជឿជាក់និងការគោរពគ្នាទៅវិញទៅមកជៀសវាងការយល់ច្រឡំដែលមិនចាំបាច់និងទប់ស្កាត់ឧបទ្ទវហេតុអកុសលទាំងឡាយដែលជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញកងយុទ្ធពលខេមរៈភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មីពីការបញ្ញាចិត្តមិនងាករេក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួននិងការគ្រប់គ្រងស្ថានភាពនៅតាមប្រាសាទតាមាន់ធំដោយសន្តិវិធីនិងប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្តស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាពសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែនដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងនិងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ